រវាងបឹងភ្នែកភ្លើងតកកនិងជាឡុងភ្នំស្នេហ៍តើខ្វៃហៅនិងថងសាអ្នកណែទទួលបានការរីចម្រើនជាងបឹងភ្នែកភ្លើងតកកនិងជាឡុងភ្នំស្នេហ៍ដែលជាកន្លែងអត្ថកម្បាំងពីរនេះវាហាក់បីដូចជាទីកន្លែងអច្ឆរិយៈភ្លោះដែលកើតឡើងព្រមគ្នានៅក្នុងសកលលោកអញ្ចឹងមួយជាកន្លែងវឹកហាត់ធ្វើឲ្យឆ្អឹងរឹងមាំដូចជាដែកត្រជាក់ហើយមួយទៀតវិញគឺជាកន្លែងធ្វើឲ្យចិត្តរបស់មនុស្សដូចជាមីពិតអញ្ចឹងចំពោះបឹងភ្នែកភ្លើងតកកត្រូវបានគេស្គាល់ថាគឺជាធម្មពលយិនយ៉ាងដែលរួមបញ្ចូលគ្នានៅភាពត្រជាក់ខ្លាំងនិងក្តៅខ្លាំងយ៉ាងកាយសាហាវរីឯជាឡុងភ្នំស្នេហ៍វិញត្រូវបានគេស្គាល់ថាជាកន្លែងសាឡបងទៅលើចិត្តនៃដួងភ្លើងរបស់មនុស្សដែលផ្ទាល់ទីកន្លែងទាំងពីរនេះអាចឈរទន្ទឹមគ្នាបានហើយធម្មពលដែលពួកវាផ្ដល់មកនោះអាចធ្វើឲ្យអ្នកឆ្លងកាត់វាប្រែកាយថ្មីទាំងស្រុងតែម្ដងយើងអាចក្លែងទៅមើលពីអតីតកាលរបស់ទាំងសានបានពេលដែលគេឆ្លងកាត់ការសាឡបងនៅក្នុងបឹងភ្នែកភ្លើងតកកភាពត្រជាក់នៃរូបកាយនិងពន្លឺដែលទាំងសាបានជួបប្រទះនៅក្នុងបឹងនោះគឺវាដូចជាសត្វហង្សដែលដុតបំផ្លាញខ្លួនឯងដើម្បីកើតឡើងវិញអញ្ចឹងដែលអំណាចខ្លាំងដ៏ខ្លាំងនៃស្មៅតកកនិងស្មៅភ្លើងមិនត្រឹមតែបានផ្លាស់ប្ដូរឈាមជ័ររបស់អធិរាជស្មៅខៀវប្រាក់របស់គេតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានជួយគេឲ្យរួចផុតចេញពីការដេញតាមសំណាប់របស់អ៊ូហ៊ុនទៀនផងដែរចំណែកឯលើវិញបើសិនជាខយហៅអាចឆ្លងកាត់ការសាឡបងនៅជាឡុងភ្នំស្នេហ៍ដែលជាកន្លែងតាក់ទងនឹងអារម្មណ៍ទាំងបើកដូចជាដាវនិងការចង់បានទាំង6ដូចជាឡចខានោះតើវាឯងនឹងធ្វើឲ្យសក្តានុពលរបស់គេកើនឡើងដ៏អស្ចារ្យបានដែរឬទេវាប្រហែលជាឯងនឹងធ្វើឲ្យសក្តានុពលរបស់គេផ្ទុះឡើងដោយភាពអស្ចារ្យដែលមិនធ្លាប់មានតាមវិធីដ៏អស្ចារ្យជាងនេះទៀតនៅពេលដែលដួងព្រលឹងត្រូវបានដុតកំណើតទៅជាដែកនៅក្នុងឡភ្លើងនៃស្នេហាស្អប់កំហឹងនិងភាពល្ងងខ្លៅតើអ្នកអាចដឹងទៅថាក្មេងប្រុសភ្នែកវិញ្ញាណនេះនឹងមានការផ្លាស់ប្ដូរកាន់តែអស្ចារ្យបែបណាទៀតទៅព្រោះថាព្រោះចលនាតុយៗនៅក្នុងជាឡុងភ្នំស្នេហ៍នេះឯងនឹងធ្វើឲ្យកម្រិតនៃការវឹកហាត់របស់គេកើនឡើងយ៉ាងគួរឲ្យភ្ញាក់ផ្អើល